ส้มจูนเรืองអំបិលនៅក្រោមចានមានគ្រួសារមួយមានកូនស្រីដ៏សែនស្អាតដូចទេពធីតាមានអ្នកមកសូមស្ដីដណ្ដឹងស្ទើរតែរាល់ថ្ងៃតែឪពុកក៏មិនព្រមលើកឲ្យដែររហូតមានអ្នកកំឡុះម្នាក់មកសូមស្ដីដណ្ដឹងម្ដងទៀតក្រោយពីត្រូវបដិសេធជាច្រើនដងឪពុករបស់កូនស្រីឃើញថាអ្នកកំឡោះម្នាក់នេះប្រហែលជាមានការព្យាយាមពិតមែនទើបរកល្បិចមួយហើយគាត់បានប្រាប់ទៅកំឡោះឈ្មោះពីសុទ្ធថាបើឯងចោះទៅត្រាំក្នុងទឹកបានមួយយប់យើងនឹងលើកកូនស្រីឲ្យបាទលោកពូខ្ញុំព្រមធ្វើតាមយ៉ាងពេញចិត្តតែសូមអនុញ្ញាតដុតភ្លើងនៅលើច្រាំងនៅខាងលើបានដែរទេលោកពូមិនអីទេតាមចិត្តរបស់ឯងទេចុះបាទអរគុណហើយលោកពូធីតាក៏មានអារម្មណ៍ល្អជាមួយពិសុទ្ធដែរដោយឃើញពីការព្យាយាមប្រឹងប្រែងរបស់ពិសុទ្ធធីតាក៏បានញញឹមដាក់ពិសុទ្ធហើយពិសុទ្ធក៏បានញញឹមទៅកាន់ធីតាវិញដោយក្តីរីករាយហើយពិសុទ្ធក៏បានចុះទៅត្រាំទឹកតែលុះព្រឹកឡើងដល់ពេលកំណត់ពិសុទ្ធក៏បានទៅជួបនឹងពូណាននិងធីតាពូណានក៏បានគិតថាប្រកាសជាលើកគូនក្រមុំឲ្យអ្នកកំឡោះម្នាក់នេះតែគាត់ធ្វើជានិយាយថាកាលដែលឯងត្រាំទឹកបានមួយយប់ក៏ដោយសារតែបានភ្លើងនៅលើច្រាំងជួយកម្ដៅនោះទេបើមិនចឹងទេអ្នកកំឡោះឯងក៏ទ្រាំមិនបានយូរដែរពេលឮដូចនេះពិសិដ្ឋក៏បានគិតក្នុងចិត្តថាភ្លើងនៅចម្ងាយណាណីមានអីក្តៅដល់កន្លែងខ្ញុំត្រាំទឹកគុំតែមានកូនក្រមុំស្អាតទីគុំអីថាតៃតាឯងវិញមិនខានទេតែធ្វើម៉េចបើស្រឡាញ់កូនគាត់តែឲ្យមានតែទ្រាំទៅគាត់ថាម៉េចក៏ថាទៅ